បាទវីដេអូមួយនេះខ្ញុំសូមផ្ញើជូនទៅដល់អាមួយដែលចេញជាវីដេអូថ្ងៃមុនជេរប្រមាថនារីដែលរស់នៅឯក្រៅប្រទេសនិងនារីដែលបម្រើការងារនៅឯក្រៅប្រទេសខ្ញុំចង់សួរវាថាតែចេញវីដេអូជេរប្រមាថទៅដល់ស្ត្រីនារីដែលរស់នៅឯក្រៅប្រទេសបម្រើការងារនៅឯក្រៅប្រទេសហ្នឹងហើយចង់ល្បីមែនហើយចង់ល្បីមែនបាយចង់ល្បីហ៎កុំភ័យហើយមកជួបអញមកអញនឹងឲ្យ3ដុំដីអញនឹងឲ្យ3ដុំដីហើយយល់ទេហើយតាស៊ី3ដុំដីរបស់អញហើយគឺល្បីហើយយល់ទេអាចចាប់ផងក្តោហើយយល់ទេអាចចាប់ផងក្តោអាចចង់មកសៀតអាចឆ្លៀតលុយតមន់គេស៊ីមិនថាចឹងអីអាក្មេងចង់ល្បីដែលប្រើពាក្យជាប្រមាថទៅលើស្ត្រីតែស្ត្រីទាំងអស់នោះធ្វើអីហែងអញដឹងទោះបីស្ត្រីទាំងអស់នោះគាត់មិនធ្វើអីហែងតែអាហេតុតែចង់ល្បីហើយទៅសម្រេចចិត្តចេញវីដេអូជាប្រមាថទៅលើពួកគាត់ដើម្បីតែភាពចង់ល្បីល្បាញតើមែនទេតែត្រូវគិតថាភាពល្បីល្បាញរបស់ឯងគឺបានមកវិញនៅភាពអាម៉ាស់ហើយនឹងកិត្តិយសធ្លាក់ថោកទាំងឯងទាំងគ្រួសារទាំងមូលអញអាណិតដូចឪពុកអ្នកម្ដាយនិងសាច់ញាតិរបស់ឯងខ្លាំងមែនទែនដែលពួកគាត់មិនដឹងអីត្រូវរកសម្ពាធដោយសារតែក្បាលឯងនឹងដឹងនៅអាចៅមកសៀតអាចៅបង្កដោអាចឆ្លៀតចង់ល្បីធ្វើឲ្យស្ត្រីទូទាំងគ្រួសាររបស់ឯងធ្លាក់ចុះអាប់អន់កិត្តិយសដោយសារតែឯងហើយដឹងនៅយើងមិនដឹងស្មានសោះថាឯងដល់ថ្នាក់ហ្នឹងយ៉ាងនេះvậyវីដេអូនេះឧបត្ថម្ភដោយពាក្យសម្ដីមិនសមរម្យជាប្រមាថចេញពីអាចៅបង្កដោម្នាក់ថ្ងៃមុននឹងណា